នឹងប្រហែលជាលេនតិចពាក់ព័ន្ធជាមួយនឹងវីដេអូនេះដែលខ្ញុំនឹងមកធ្វើការនិយាយពាក់ព័ន្ធជាមួយនឹង file UAP ដែលមាន UFO ឬក៏វីដេអូផ្សេងៗដែលខាងសហរដ្ឋអាមេរិកគេទៅតែធ្វើការបញ្ចេញកាលពីថ្ងៃទី8ខែ5នេះផងដែរដោយសារតែមានគ្នាយើងគាត់ suggest ឲ្យខ្ញុំនិយាយពាក់ព័ន្ធជាមួយនឹង file ទាំងអស់ហ្នឹងផងដែរអញ្ចឹងវីដេអូមួយនេះគឺឧបត្ថម្ភដោយក្រុមហ៊ុន Neptune Pool and Landscape ក្រុមហ៊ុន Neptune Pool and Landscape គឺជាក្រុមហ៊ុនតំណាងឲ្យឧស្សាហកម្មអាហារទឹកនៅក្នុងប្រទេសកម្ពុជាយើងតែម្ដងដោយខាងក្រុមហ៊ុន Neptune Pool and Landscape គឺមានទទួលមកការសាងសង់មិនថាអាងទឹកក៏ដូចជាបន្ទប់ Spa Steam Sauna គ្រប់ប្រភេទគ្រប់តម្រូវការផងដែរមិនថាជាលក្ខណៈគ្រួសារឬក៏ជាលក្ខណៈអាជីវកម្មដោយក្រុមការងារសុទ្ធតែជាអ្នកជំនាញក្នុងការផ្ដល់សេវាកម្មជូនទៅកាន់បងប្អូនទាំងអស់គ្នាក៏ដូចជាខាងគាត់ក៏មានលក់ជាឧបករណ៍ផ្សេងៗសម្រាប់ប្រើប្រាស់នៅក្នុងអាងទឹកដូចគ្នាដែលសុទ្ធសឹងតែមានគុណភាពក៏ដូចជាមានការធានាយ៉ាងច្បាស់លាស់ផងដែរអូខេអញ្ចឹងបើសិនជាអ្នកណាដែលក៏មានតម្រូវការក្នុងការសាងសង់អាងទឹកឬក៏បន្ទប់ Spa Steam Sauna មិនថាជាលក្ខណៈគ្រួសារក្តីឬក៏ជាលក្ខណៈអាជីវកម្មក្តីអ្នកនេះគឺអាចធ្វើការតាក់ទងទៅកាន់ក្រុមហ៊ុន Neptune Pool and Landscape បានតាមរយៈ Facebook Page Telegram ក៏ដូចជា website របស់គាត់ដែលខ្ញុំបានបង្ហាញនៅលើ screen នេះស្រាប់ឬក៏អ្នកនេះអាចចូលទៅធ្វើការចុច link ដែលខ្ញុំបានដាក់នៅខាងក្រោម description បានដូចគ្នាហើយខ្ញុំទៅតែមានពេលក៏ដូចជាទៅតែអាចឆ្លៀតទៅ check មកពាក់ព័ន្ធជាមួយនឹង file នឹងបានគឺខ្ញុំបានចូលទៅ download ផ្ទាល់ចេញពី website រដ្ឋបាលសហរដ្ឋអាមេរិកផ្ទាល់តែម្ដងនៅក្នុង internet ហើយ file ហ្នឹងគឺវាធំដែរបាទគឺវាមានចំនួន2 file ទី1ហ្នឹងគឺមានទំហំ 1.22 GB ហើយនិងមួយទៀត 1.33 GB ដែល file ដំបូងហ្នឹងគឺវាមានចំនួន130 file ក្នុងនឹងមួយ folder ណាភាគច្រើនគឺមានជាលក្ខណៈ file PDF ក៏ដូចជាមានជារូបភាពដែលគេកំណត់សម្គាល់ថាវាគឺជាការថតបាននៃវត្ថុចម្លែកនៅលើផែនដីក៏ដូចជានៅលើផ្ទៃមេឃនៃឋានព្រះច័ន្ទផងដែរប៉ុន្តែគ្រាន់តែថារូបភាពហ្នឹងគឺវាមិនសូវច្បាស់ប្រហែលទេវារៀងព្រើអញ្ចឹងណាលក្ខណៈបែបទីលំហអាកាសគឺវាអត់ច្បាស់ទេហើយនឹង folder មួយទៀតហ្នឹងគឺជា folder ដែលមានជាប្រភេទ video ដែលថតឡើងដោយ radar ផងដែរដែលខ្ញុំបានចូល check មើលទៅគឺឃើញថាមានជារូបពន្លឺឬក៏មានភ្លើងដែលបានហោះកាត់កាមេរ៉ានឹងអីចម្លែកអីចឹងទៅដែលវីដេអូហ្នឹងគឺថតចេញពីកាមេរ៉ារបស់ radar ផ្ទាល់តែម្ដងអូខេអញ្ចឹងយើងទៅនិយាយត្រួសពាក់ព័ន្ធជាមួយនឹងឯកសារក៏ដូចជា file ទាំងអស់ហ្នឹងខ្ញុំមានការសន្និដ្ឋានមួយចំនួនពាក់ព័ន្ធជាមួយនឹងអ្វីដែលយើងតែនិយាយកន្លងមកដូចគ្នាអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់វីដេអូរបស់យើងតែម្ដងទៅដែលខ្ញុំនឹងលើកយកពាក់ព័ន្ធជាមួយនឹង folder ទី1ដែលជា folder ដែលមានពាក់ព័ន្ធជាមួយនឹង file ជា PDF ក៏ដូចជារូបភាពមួយចំនួនផងដែរដែលក្នុងនោះគឺមានជា file PDF ហ្នឹងគឺច្រើនមែនទែនហើយជាខ្ទង់ជិត100 file ឯណោះបាទគឺច្រើនក៏ដូចជានៅក្នុង file នីមួយៗហ្នឹងគឺវាមាន page របស់វាក្នុងនឹងជាច្រើនទៀតច្រើនខ្លាំងមែនទែនដែលភាគច្រើនហ្នឹងគឺជាប្រភេទឯកសារឬក៏ប្រភេទ mail ជាលក្ខណៈសម្បត្តិដែលគេបានសរសេររាយការណ៍អំពីព្រឹត្តិការណ៍ចម្លែកជាពិសេសនេះគឺពាក់ព័ន្ធជាមួយនឹង UFO Unidentified Flying Object ឬក៏វត្ថុហោះដែលមិនស្គាល់អត្តសញ្ញាណដែលមានការរាយការណ៍ដូចគ្នាដែលបាននិយមពីរូបរាងរបស់វាគឺជា Flying Disc ឬក៏ជាវត្ថុចម្លែកដែលមានរូបរាងជា Disc និយាយទៅគឺវាមានរូបរាងមូលដូចជារូបរាងយាន Alien ដែលយើងតែនិយាយកន្លងមកហ្នឹងដោយក្នុងនោះគឺយើងបានពិនិត្យមើលទៅលើការបរិច្ឆេទគឺវាមានច្រើនខ្លាំងមែនទែនការបរិច្ឆេទក៏ដូចជាការរាយការណ៍តាមរយៈ mail ដែលតាំងពីឆ្នាំ1947រហូតមកដល់ឆ្នាំ2025ថ្មីនឹងឯងនិយាយទៅគឺថ្មីខ្លាំងមែនទែនដែលតាំងពីចំនួន file ដែលជាលក្ខណៈគេទៅសេសបត់ណាហ្នឹងហើយគេទៅសេសបត់ជា mail ហើយដាក់ក្នុងប្រអប់សបត់ហ្នឹងហើយផ្ញើទៅកាន់ខាងសហរដ្ឋអាមេរិកដែលគេបាន collect ទុកហើយក៏គេបានធ្វើការថត file ហ្នឹងហើយក៏បានយកវាទៅ collect ទុកជាប្រភេទ file PDF អីចឹងទៅហើយក៏បានធ្វើការវាយត្រាជា top secret ឬក៏ file អាត់កំបាំងនៅលើសបត់នីមួយៗឬក៏នៅលើ mail នីមួយៗដែលគេបានផ្ញើមកហ្នឹងហើយភាគច្រើនការផ្ញើហ្នឹងគឺផ្ញើចេញពីរដ្ឋផ្សេងដែលនៅក្នុងសហរដ្ឋអាមេរិកហ្នឹងដែលផ្ញើទៅកាន់រដ្ឋាភិបាលសហរដ្ឋអាមេរិកតែម្ដងនិយាយទៅគឺច្រើនខ្លាំងមែនទែនហើយខ្ញុំក៏អត់បានចូលទៅអានលម្អិតអំពីអត្ថន័យក៏ដូចជាខ្លឹមសារចំនួន file ទាំងអស់ហ្នឹងដែរវាមានចំនួនច្រើនខ្លាំងពេកដោយសារតែនៅក្នុងមួយ file ហ្នឹងគឺវាមានច្រើន page ដោយ file ខ្លះវាមានដល់ទៅ20 30 40 50 100 page អីចឹងទៅគឺវាច្រើនខ្លាំងអញ្ចឹងខ្ញុំមិនអាចទៅអានវាទាំងអស់បានទេប៉ុន្តែគ្រាន់តែថាខ្ញុំអាចសរុបជាអត្ថន័យក៏ដូចជាខ្ញុំអាចទាញយកជាមួយនឹងអត្ថន័យរួមបានដោយសារតែការរាយការណ៍ហ្នឹងបើតាមខ្ញុំកលេចមើលទៅគឺភាគច្រើនវាអត់សូវខុសគ្នាប្រហែលទេគឺវាស្តីគ្នាអញ្ចឹងណាដោយបានរាយការណ៍អំពីពេលវេលាទីតាំងរូបរាងក៏ដូចជារយៈចម្ងាយហើយនឹងកម្ពស់នៃការហោះហើរ UFO ទាំងអស់ហ្នឹងផងដែរដោយការរាយការណ៍ហ្នឹងគឺមកពីតំបន់ផ្សេងគ្នារវេលាផ្សេងគ្នានៅក្នុងសហរដ្ឋអាមេរិកនិយាយទៅគឺជាលក្ខណៈការរាយការណ៍អញ្ចឹងណាហើយចំពោះ object នៃការសរសេរ mail ហ្នឹងគឺវាមានលក្ខណៈថាជា flying disc គឺបានន័យថាជារបស់ហោះឬក៏វត្ថុមួយដែលអាចហោះបានមានរូបរាងឬក៏ទម្រង់ជា disc
ដែលមានអ្នកខ្លះហ្នឹងគឺគេបានបរិយាយថាគេបានឃើញមួយអញ្ចឹងទៅអ្នកខ្លះក៏គេបានឃើញ2អ្នកខ្លះក៏គេបានឃើញ3អញ្ចឹងទៅក៏ដូចជាគេបានសរសេរបរិយាយអំពីរយៈកម្ពស់អំពីរូបរាងក៏ដូចជាអំពីល្បឿននៃការធ្វើដំណើរក៏ដូចជាពាក់ព័ន្ធជាមួយនឹងសំឡេងនៃថាទាំងអស់នឹងផងដែរចំពោះការសរសេររាយការណ៍រៀបរាប់ហ្នឹងគឺវាមានលក្ខណៈដូចគ្នាច្រើនដោយគេបានបរិយាយថាយន្តហោះហ្នឹងគឺវាមានរូបរាងរាងមូលដូចជាថាសឌីសមួយអញ្ចឹងហើយវាមានពណ៌ silver ឬក៏ពណ៌ប្រាក់ចាំងវាបានហោះឡើងទៅលើហើយចំពោះការរាយការណ៍នៃល្បឿនក៏ដូចជារយៈកម្ពស់ហ្នឹងគឺវាអត់ដូចគ្នាទេខុសគ្នាអាស្រ័យទៅតាមតំបន់នីមួយៗផងដែរហើយនឹងក៏បានរាយការណ៍ថាការរបស់ហ្នឹងវាអត់មានសំឡេងទេវាស្ងាត់ជ្រាបតែម្ដងអញ្ចឹងចំពោះចំណុចដែលដូចគ្នាដែលយើងអាចក្តោបបានគឺរូបរាងនៃថាសហ្នឹងវាមានលក្ខណៈមូលដូចជា disc ហើយវាមានពណ៌ប្រាក់ឬក៏ silver ក៏ដូចជាវាមិនមានសំឡេងទេស្ងាត់ជ្រាបតែម្ដងការរាយការណ៍បែបហ្នឹងគឺត្រូវបានសរសេរមកជាបន្តបន្ទាប់ហើយក៏បានផ្ញើទៅកាន់សហរដ្ឋអាមេរិកជាបន្តបន្ទាប់ផងដែរគិតចាប់តាំងពីកំឡុងឆ្នាំ1947រហូតទៅដល់ឆ្នាំ2025ថ្មីៗនឹងផងដែរនិយាយទៅតាំងពីជំនាន់សរសេរ mail ដាក់កណ្ដាលរហូតដល់សរសេរជា email ឬក៏ electric mail email ដែលយើងប្រើសពថ្ងៃហ្នឹងឯងនិយាយទៅគឺមានច្រើនមែនទែនហើយចំពោះអត្ថន័យគឺស្តៀងគ្នាមែនទែននិយាយទៅគឺវាអត់ខុសគ្នាទេខុសគ្នាត្រឹមតែរយៈកម្ពស់ទីតាំងហើយនឹងពេលវេលាតែប៉ុណ្ណោះក្រៅពីនឹងទៀតគឺពាក់ព័ន្ធជាមួយនឹងរូបភាពដែលគេបានថតយកចេញពីកាមេរ៉ាពីរ៉ាដាដែលរូបហ្នឹងគឺវាអត់សូវច្បាស់ហ្មងទេសខ្មៅដែលភាគច្រើនហ្នឹងគឺថតចេញពីរ៉ាដានៃផ្កាយរណបឬក៏យន្តហោះចម្បាំងអីចឹងទៅបានប្រទះឃើញជាមួយនឹងវត្ថុចម្លែកដែលបានហោះកាត់ជាមួយនឹងកាមេរ៉ាហ្នឹងហាក់ដូចជារបស់ហ្នឹងវាមិនមែនជារបស់ដែលមានវត្តមាននៅលើភពផែនដីរបស់យើងទេបើសិនជាយន្តហោះឬក៏អ្វីផ្សេងនេះគឺគេអាចដឹងបានប៉ុន្តែអានេះគឺវាមានលក្ខណៈផ្សេងដែលមើលទៅមានលក្ខណៈលឿនខុសពីរបស់ធម្មតាដែលនៅលើផែនដីដូចជារូបភាពមួយចំនួនទៀតផងដែរដែលជារូបភាពគេបានថតជាប់នៅលើផ្ទៃមេឃានវិច័ន្ទនៅក្នុង project Apollo ទី12អវកាសយានិកដែលគាត់បានថតមកហ្នឹងដែលយើងឃើញថាមានជាទម្រង់ភ្លើងដែលមើលទៅដូចជាដុំភ្លើងតូចៗហ្នឹងគឺហោះកាត់ផ្ទៃមេឃនៃឋានវិច័ន្ទហ្នឹងគឺច្រើនមែនទែនវាថាភ្លឹបផ្លែតដូចផ្កាយអញ្ចឹងណាហើយគេក៏បានថតទុកហើយក៏មានការសន្និដ្ឋានថាហ្នឹងអាចជាយានអវកាសឬក៏អាចជាធម្មតាជាភ្លើងធម្មតាអីចឹងទៅគឺមានការសន្និដ្ឋានច្រើនមែនទែនហើយពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវ alien ដែលយើងតែនិយាយកន្លងមកពាក់ព័ន្ធជាមួយនឹង Roswell incident ឬក៏ alien ផ្សេងៗទៀតហ្នឹងគឺវាសិតតែអាច include ក៏ដូចជាមាននៅក្នុងឯកសារដែលគេបានសរសេរនឹងទាំងអស់ខ្ញុំជឿថាអញ្ចឹងប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយគឺឯកសារទាំងអស់នេះយើងមិនប្រកាសថាវាការពិតឬក៏យ៉ាងណាឬក៏មិនប្រកាសថាអ្នកដែលគាត់បានសរសេររាយការណ៍អំពីព្រឹត្តិការណ៍អស់ហ្នឹងគាត់និយាយការពិតឬក៏គាត់គ្រាន់តែសរសេរដើម្បីចង់បានចំណាប់អារម្មណ៍ដើម្បីតាក់ទាញភាពល្បីល្បាញតែប៉ុណ្្នឹងទេតែបើចំពោះ opinion ផ្ទាល់ខ្លួនរបស់ខ្ញុំគាត់ថាប្រហែលជាមិនមែនអញ្ចឹងទេដោយសារតែបើតាមមើលទៅឯកសារក៏ដូចជា file ទាំងអស់ហ្នឹងគឺផ្ញើមកពីតំបន់ផ្សេងគ្នាប៉ុន្តែទៅលើអត្ថន័យដែលគិតចាប់តាំងពីឆ្នាំ1947មកហ្នឹងគឺវាមានលក្ខណៈសង្កត់ថាដូចគ្នាភាគច្រើនអញ្ចឹងប្រហែលជាវាមានភាគរយច្រើនដែលថាវាមិនមែនជាការប្រឌិតទេបើសិនជាប្រឌិតក៏វាមិនអាចប្រឌិតទៅបែបហ្នឹងបានដែរដោយសារតែនៅកន្លែងខុសគ្នាគេអាចបង្កើតជាមួយនឹងសាច់រឿងខុសគ្នាអីចឹងទៅមកតែនេះបើយើងស្ដាប់មើលទៅគឺវាមានលក្ខណៈស្តៀងគ្នាច្រើនមែនទែនសង្ឃឹមថាវាមិនមែនជាការប្រឌិតទៅចុះអូខេចានេះវាគឺជាអ្វីដែលខ្ញុំទទួលបានក៏ដូចជាអ្វីដែលយើងមកនិយាយថ្ងៃនេះដ៏សំខាន់ទៅលើ UFO ឬក៏ Unidentified Flying Object វត្ថុហោះដែលមិនស្គាល់អត្តសញ្ញាណដែលវាគឺជាអ្វីដែលគេបាន release ជាលើកដំបូងផងដែរយើងអត់ដឹងថាវាមានអីផ្សេងពីនឹងទេក្នុងនោះក៏អត់មានរូបភាពពាក់ព័ន្ធជាមួយនឹងមនុស្សក្រៅភពឬក៏ alien អីដែរដែលអ្វីដែលយើងឃើញនៅក្នុងការ release នេះគឺមានត្រឹមតែរូបភាពក៏ដូចជា video ក៏ដូចជាឯកសារមួយចំនួនដែលគេបានផ្សាយមកតែប៉ុណ្្នឹងទេអត់មានឃើញរូប gray alien ណានេះក៏អត់មានទេប្រហែលជាយើងមានតែចាំមើលតទៀតអាចនឹង release file ថ្មីទៀតឬក៏យ៉ាងណាអូខេអញ្ចឹងយើងចូលមកដល់ការសន្និដ្ឋានរបស់យើងទាំងអស់គ្នាអានេះបើយោងទៅតាម opinion ក៏ដូចជាអ្វីដែលយើងតែនិយាយកន្លងមកក៏ដូចជាអ្នកគ្នាតែស្ដាប់ខ្ញុំឬក៏ខ្ញុំតែស្ដាប់អ្នកផ្សេងឬក៏អ្វីដែលយើង research កន្លងមកហ្នឹងបើសិនជាអ្វីទាំងអស់ហ្នឹងវាគឺជាការពិតមែនបើន័យថាឯកសារ file ឬក៏រូបភាពទាំងអស់ហ្នឹងក្នុងករណីថាហ្នឹងវាគឺជាការពិតដែលគេបានជួបឬក៏គេបានឃើញក៏ដូចជាវត្តមាននៃ UFO ហ្នឹងវាពិតជាមានមែនអញ្ចឹងវាប្រហែលជាអ្វីដែលយើងនិយាយកន្លងមកពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍ alien Roswell incident ដែលល្បីល្បាញទូទាំងពិភពលោកអីហ្នឹងវាអាចជាការពិតក៏ថាបានដែរដោយសារតែក្នុងហ្នឹងគឺវាបានកាត់ឡើងនៅក្នុងកំឡុងឆ្នាំ1947មកម្លេះហើយតរហូតមកដល់2025អីចឹងទៅដែលថ្មីនឹងដែរអញ្ចឹងបើសិនជាទាំងអស់ហ្នឹងវាគឺជាការពិតគឺបានថាវត្តមាននៃមនុស្សភពផ្កាយឬក៏ alien នេះពិតជាមានវត្តមាននៅជុំវិញខ្លួនយើងរហូតមានច្រើនទៀតហើយចាប់តាំងពីឆ្នាំ1947មករហូតដល់ឆ្នាំ2025គឺបានថាវត្តមានរបស់ alien ហ្នឹងគឺបានប្រកបខ្លួនក៏ដូចជាតែងតែឃ្លាំមើលយើងជារៀងរាល់ថ្ងៃតែម្ដងអស់រយៈពេលរាប់សិបឆ្នាំមកហើយទាំងដែលយើងអត់ដឹងក៏ដូចជាទាំងតែយើងស្ថិតនៅក្នុង
លក្ខណៈបែបស្រពិចស្រពិលនៅ live អំពីវត្តមានរបស់ពួកគេយ៉ានេះវាគឺជាអ្វីដែលយើងដឹងវាអាចថាមិនមែនត្រឹមតែខ្ទង់រាប់សិបឆ្នាំទេវាអាចមុននឹងទៀតយ៉ាវាអាចរាប់រយឆ្នាំអីចឹងតែនឹងក៏យើងអត់ដឹងដែរដោយសារតែអ្វីដែលយើងទទួលបាននោះវាត្រឹមតែជាព័ត៌មានដែលស្រពិចស្រពិលមួយតែប៉ុណ្ណោះយ៉ាអញ្ចឹងសង្ឃឹមថាយើងនឹងបានឃើញព័ត៌មានបន្តទៀតក៏ដូចជាគេនឹង release file ជាច្រើនផ្សេងពីនឹងទៀតដែលពាក់ព័ន្ធជាមួយនឹង alien ពាក់ព័ន្ធជាមួយនឹង UFO ក៏ដូចជាសង្ឃឹមថាយើងអាចនឹងជួប alien ឆាប់ៗទៅចុះអូខេអញ្ចឹងគឺមានតែប៉ុណ្្នឹងទេហើយនេះគឺជាអ្វីដែលខ្ញុំអាចនិយាយបានក៏ដូចជាដែលខ្ញុំអាចសង្ខេបសេចក្តីឲ្យបានហើយបើសិនជាឲ្យខ្ញុំទៅនិយាយលម្អិតក៏ដូចជាឲ្យខ្ញុំទៅអានឯកសារទាំងរាប់រយច្បាប់ឬក៏រាប់ពាន់ច្បាប់នឹងខ្ញុំប្រកាសជាមិនទៅអានទេដោយសារតែវាច្រើនពេកយ៉ាវាអាចដែរខ្ញុំនឹងមានពេលទំនេរច្រើនជាងនឹងប្រហែលជាខ្ញុំអាចនឹងទៅ select file ណាមួយឬក៏ file មួយចំនួនដើម្បីអានលម្អិតហើយយកមកធ្វើវីដេអូផ្សេងទៀតនៅពេលក្រោយអានឹងយើងមានតែចាំមើលបន្តទៀតដូចគ្នាយ៉ាអញ្ចឹងគឺមានតែប៉ុណ្្នឹងទេបើសិនជាខ្ញុំនិយាយតែខុសឬក៏មានកន្លែងណាដែលថាខ្វះខាតហើយនឹងមិនពេញចិត្តអីអ្នកគ្នាអាច comment ជាការកែប្រែជាការកែតម្រូវបន្ពេញបន្ថែមបានអត់មានបញ្ហាអ្វីទេហើយម្ដងទៀតបើសិនជាណាដែលក៏មានតម្រូវការលើការសាងសង់អាងទឹកបន្ទប់ spa steam sauna ជាលក្ខណៈគ្រួសារលក្ខណៈអាជីវកម្មឬក៏ចង់បានពាក់ព័ន្ធជាមួយនឹងសម្ភារៈដែលអាចប្រើប្រាស់នៅក្នុងអាងទឹកបានអ្នកគ្នាអាចធ្វើការតាក់ទងទៅកាន់ Neptune Pool and Landscape បានតាមរយៈ Facebook Page Telegram ក៏ដូចជា website របស់គាត់ដែលខ្ញុំបានបង្ហាញនៅលើ screen នេះស្រាប់ឬក៏អ្នកគ្នាអាចធ្វើការចុច link នៅយ៉ាងមកដាក់នៅខាងក្រោម description បានដូចគ្នាអញ្ចឹងបើសិនជាមាន topic អ្វីចង់ធ្វើការ suggest អ្នកគ្នាអាច suggest បានឬក៏បើសិនជាចូលចិត្តកុំភ្លេចចុច like ហើយនិង subscribe ឲ្យខ្ញុំម្នាក់មួយផងយើងជួយនឹងទៀតនៅវីដេអូក្រោយជាមួយនឹងធានបទថ្មីបន្តទៀត